បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយទាក់ទងទៅនឹងដំណើរការបន្ទាប់ពីអ្នកទាំងអស់គ្នាបំពេញទម្រង់ដើម្បីសុំយកទៅតការនៅក្រុមហ៊ុន VFF ក៏ដូចជានៅភ្នំពេញ Tower មកតើអ្នកទាំងអស់គ្នានឹងទទួលបានអ្វីហើយ email ក៏ដូចជា message របស់អ្នកទាំងអស់គ្នានឹងពេលណាទើបទទួលបានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបំពេញហើយតែមួយថ្ងៃទេគឺនឹងទទួលបានសារចូលទៅក្នុងទូរស័ព្ទតែម្ដងមកជា message ដើម្បីចូលក្នុងទូរស័ព្ទតែម្ដងនិងចូលទៅក្នុង email មួយទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសមាជិក5នាក់គឺ email នឹងចូលទៅគ្រប់5 email ដែលអ្នកទាំងអស់គ្នាបានបំពេញកាលពីធ្វើ form នោះនឹងចូលមក message របស់យើងតែម្នាក់ទេគឺយើងជាដូចជាបេក្ខជនគោលមួយណាជាបេក្ខជនជាប់ឆ្នោតម្នាក់អញ្ចឹងយើងដាក់លេខទូរស័ព្ទរបស់យើងនឹងអញ្ចឹងវាចូលមកលេខទូរស័ព្ទនឹងបាទអញ្ចឹងវានឹងផ្ញើសារមកបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើរួចមួយថ្ងៃសម្រាប់ករណីខ្ញុំគឺទទួលបាននៅពេលដែលព្រឹកឡើងនៅវេលាម៉ោងខ្ទង់ម៉ោងបាយម៉ោង11ម៉ោង12អញ្ចឹងការដែលខ្ញុំបំពេញគឺបំពេញហើយយើងគិតម៉ោងនៅស្រុកខ្មែរណាការខ្ញុំធ្វើហើយខ្ទង់ម៉ោង12យប់អញ្ចឹងពេលស្អែកឡើងម៉ោង11 12ព្រឹកខ្ញុំទទួលបានអឺ message ហ្នឹងហើយខ្ញុំទទួលបានជាអ៊ីមែលអឺមកតាមក្រោយហើយអ៊ីមែលនោះគេនិយាយថាម៉េចគេគ្រាន់តែប្រាប់ថាឯកសាររបស់អ្នកទាំងអស់គ្នារួចរាល់នៅក្នុងការមកទទួលយកអញ្ចឹងពេលនោះគឺខ្ញុំពិតជាមានការភ្ញាក់ផ្អើលត្រង់ថាវាពិតជាលឿនពេកវាលឿនមែនទែនសម្រាប់ខ្ញុំដោយសារតែនៅក្នុងចុងសន្លឹកដែលស្ថានទូតឲ្យគឺមានថ្ងៃណាត់ទៅយកនោះដូចជាថ្ងៃទី22ក៏ប៉ុន្តែខ្ញុំធ្វើ form នោះហើយភ្លាមគេថាឯកសាររបស់អ្នកទាំងអស់គ្នារួចរាល់នៅក្នុងការមកទទួលយកវាលឿនពេកវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនសមនឹងវាលឿនយ៉ាងហ្នឹងទេអញ្ចឹងគឺខ្ញុំអត់បានទៅយក visa នោះទៅតាម email ហ្នឹងទេរហូតដល់3ថ្ងៃក្រោយគេផ្ញើមកតទៀត3ថ្ងៃពី3ថ្ងៃក្រោយគេផ្ញើមកទៀតនៅតែនិយាយដដែលជា email មួយរំលឹកថាឯកសាររបស់អ្នកទាំងអស់គ្នាអាចមកយកបានហើយនៅទីតាំងនេះផ្ទះលេខនេះនេះចឹងណាបាទអញ្ចឹងខ្ញុំនៅតែមិនតាន់ហ៊ានទៅយកទៀតខ្ញុំកាលហ្នឹងគឺខ្ញុំឆាតសួរអ្នកចាស់ដែរប៉ុន្តែអត់មានអ្នកណាទៅយកមុនទេដោយសារតែអត់មានអ្នកណាធ្វើបានហើយលឿនយ៉ាងហ្នឹងបាទអញ្ចឹងខ្ញុំទុកទៀតអញ្ចឹងប្រហែលជា3 4ថ្ងៃក្រោយអ៊ីមែលហ្នឹងមកតទៀតមក remind យើងម្ដងទៀតគេដាក់ថា reminder ម្ដងទៀតណាអ៊ីមែលហ្នឹងគេដាក់ reminder អញ្ចឹងឲ្យយើងទៅយកទៀតដោយសារតែយើងអត់ទៅយកសោះប្រហែលថ្ងៃដែលគេអ៊ីមែលមករហូតដល់អ៊ីមែលលើកទី4វិកៀកនឹងថ្ងៃដែលខ្ញុំត្រូវទៅយកដែរហើយអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំទៅយកមុនហេតុដែលមិនទៅយកគឺដោយសារតែខ្ញុំគិតថាអ៊ីមែលប្រហែលជាគ្រាន់តែជា system ដែលវា load មកនៅពេលដែលយើងធ្វើ form រួចវានឹង load មកប៉ុន្តែខ្ញុំមិនទៅយកមួយទៀតគឺខ្ញុំគិតថាกระดาษដែលចេញដោយចុងសន្លឹកមនុស្សជាអ្នកបង្គាប់ប្រគល់ឲ្យយើងគឺស្ថានទូតគេបានកំណត់ថ្ងៃរួចស្រេចទៅហើយអញ្ចឹងយើងមិនចង់ទៅយកមុនថ្ងៃប៉ុន្តែជាក់ស្ដែងគឺខ្ញុំទៅយកមុនថ្ងៃតែ1ថ្ងៃ2ថ្ងៃទេគឺខ្ញុំទៅយកវីសាមុនថ្ងៃកំណត់លឿនណាលឿនមុនថ្ងៃកំណត់វីសានោះបើសិនជាតាមខ្ញុំយល់ប្រហែលជាអាចនឹងទៅយកបានតាំងតែពីអ៊ីមែលគេផ្ញើមកលើកទីអាចថាទី2ទី3ចុះបានទី2ចុះបាទអញ្ចឹងខ្ញុំគិតថាពេលហ្នឹងហើយខ្ញុំអាចទៅយកបានប៉ុន្តែខ្ញុំអត់ចង់ឲ្យថាយើងទៅយកខាតជើងដោយសារតែខ្ញុំនៅបាត់ដំបងហើយឯកសារនៅពេញហើយខ្ញុំក៏គ្មានសាច់ញាតិដែលត្រូវពឹងពាក់ឲ្យទៅយកវាដែរហើយណាមួយទៀតគឺឯកសារនោះវាសំខាន់មិនត្រឹមតែប៉ាសពតដែលមានវីសាវាយនៅលើនឹងទេគឺវាមានឯកសារមួយច្បាប់ធំមួយទៀតជាប្រភេទសេមីមួយដែលត្រូវតែថែរក្សាឲ្យគង់ថែរក្សាឲ្យល្អតែម្ដងមិនហាមរហែកហាមស្ទើរទឹកឬក៏ខ្ទេចខ្ទីអីអញ្ចឹងបាទព្រោះនៅក្នុង
សមីមួយនោះនៅពេលដែលយើងទៅយក visa ជាមួយ passport ឲ្យយើងហ្នឹងគឺគេឲ្យមកហើយគេបញ្ជាក់ថាវាសំខាន់ហើយគេតម្រូវឲ្យយើងកាន់សមីហ្នឹងដែលមាន5សមីមានប្រមាណអ្នកគឺមានប៉ុណ្ណឹងសមីប៉ុណ្ណឹងឯកសារ5ដុំអញ្ចឹងហាមបើកមើលគឺគេមិនឲ្យបើកមើលទេនៅក្នុងសមីមួយហ្នឹងអញ្ចឹងយើងអោបវាទុកថែទុកដាក់ក្នុងកាបូបរហូតទៅដល់ជាន់ទឹកដីសហរដ្ឋអាមេរិកទើបប្រគល់ឲ្យមន្ត្រីនៅកន្លែងពលានយន្តហោះហ្នឹងបាទអញ្ចឹងការទៅយក visa នេះមិនត្រឹមតែសំខាន់ទៅលើ visa ហ្នឹងមួយទេបាទគឺសំខាន់ទៅលើសមីហ្នឹងមួយទៀតបើសិនជាគ្មានសមីហ្នឹងខ្ញុំក៏មិនដឹងថាវានឹងមានរឿងអ្វីកើតឡើងនៅពលានយន្តហោះហ្នឹងទេប៉ុន្តែនៅក្នុងហ្នឹងគេដាក់ថាបើសិនជាអ្នកបាត់បង់បាត់នៅឯកសារមួយនេះអ្នកនឹងអាចពន្យាពេលនៅពលានយន្តហោះនោះពន្យាពេលឬអាចថាមានបញ្ហានៅពលានយន្តហោះនោះតែត្រឡប់មកវិញឬក៏អត់ខ្ញុំមិនហ៊ានថាទេខ្ញុំមិនដឹងទេប៉ុន្តែគាត់ដឹងថាក្នុងកណ្ដាលនោះគេបានបញ្ជាក់ថានឹងអាចធ្វើយើងចំណាយពេលច្រើននៅពលានយន្តហោះអាចខកជើងយន្តហោះរបស់យើងដែលយើងត្រូវឡើងតទៅទៀតទៅមួយជើងទៀតណាដូចខ្ញុំយើងឡើងទៅមួយជើងទៀតអីចឹងទៅអាចនឹងមានបញ្ហានោះហើយយើងនៅកាំងត្រឹមនឹងខកជើងដំណើរយន្តហោះរបស់យើងបាទអញ្ចឹងថែវាឲ្យល្អហើយ visa នោះដែលមានសុពលភាពសម្រាប់ខ្ញុំទៅបំដាច់សុពលភាពនៅថ្ងៃទី13ខែ4នេះទេណាខែ4នេះទេអញ្ចឹងតាំងតែពីថ្ងៃខ្ញុំសម្ភាសជាប់ខែ11ខ្ញុំបាន visa មក12 1 2 3 4ខ្ញុំមានសុពលភាពច្រើនខែមែនទែនអញ្ចឹងសុពលភាព visa របស់ខ្ញុំមានដល់រហូតដល់ខែ4ថ្ងៃទី13បានផុតសុពលភាពមានន័យថាម៉េចមានន័យថានៅពេលដែលយើងទទួលបាន visa ហ្នឹងទទួលបាន visa មកកាន់នៅក្នុងដៃហើយយើងមានពេលវេលាអាចនៅក្នុងស្រុកខ្មែរនឹងកុំឲ្យលើសកំណត់របស់គេយើងអាចលំហែទៅកន្លែងតំបន់ណាមួយទៅលេងអ្នកនេះទៅលេងអ្នកនោះជាថ្ងៃចុងក្រោយឬក៏មុននឹងចាកចេញពីប្រទេសកំណើតរបស់ខ្លួនយើងទៅលេងសាច់ញាតិទៅកន្លែងណាមួយដែលយើងចង់ទៅទិញអីវ៉ាន់រៀបចំខ្លួនឬក៏រៀនសូត្រអ្វីមួយដើម្បីមុននឹងមកទឹកដីសហរដ្ឋអាមេរិកចោលទឹកដីកំណើតអញ្ចឹងយើងមានពេលវេលាច្រើនខែគួរសមដែរប៉ុន្តែសម្រាប់ខ្ញុំមិនអញ្ចឹងទេខ្ញុំគាត់ទៅបាន visa ហើយភ្លាមខ្ញុំសល់ពេលតែជាង10ថ្ងៃទេគឺខ្ញុំទិញសំបុត្រយន្តហោះមកតែម្ដងហើយការទៅយក visa នេះខ្ញុំភ្លេចបញ្ជាក់ដែរគឺតាមពិតនៅក្នុង email ដែលគេប្រាប់នោះវាមានហើយថាយើងយកអ្វីខ្លះទៅតាមជាមួយដើម្បីទៅយក visa ដើម្បីឯកសាររបស់យើងណាហើយមានអ្នកណាអាចយកឲ្យបានឬក៏អត់តាមពិតមានគេយកឲ្យបានបងប្អូនមិត្តភ័ក្តិយកឲ្យបានឲ្យតែកាន់ប៉ាសពតកាន់អត្តសញ្ញាណប័ណ្ណទៅបាទប៉ុណ្្នឹងទេអញ្ចឹងឯកសារវាសំខាន់បើអ្នកទាំងអស់គ្នាគិតថាអាចឲ្យអ្នកណាម្នាក់ទៅយកខ្ញុំសម្រាប់ខ្ញុំអត់ទុកចិត្តទេបាទខ្ញុំក្រៅពីខ្លួនឯងខ្ញុំអត់ទុកចិត្តទេគឺខ្ញុំសុខចិត្តទៅយកតែម្ដងដោយខ្លួនឯងទោះបីជាខ្ញុំធ្វើដំណើរឆ្ងាយក៏ដោយពីបាត់ដំបងដល់ភ្នំពេញហើយខ្ញុំក៏ពិតជាចង់កាន់វាទាំងតើវាមានអារម្មណ៍ម៉េចគឺអារម្មណ៍ខ្ញុំពិតជារំភើបណាស់ visa passport និងឯកសារទាំងអស់នោះគឺជាឯកសារដ៏ជាក់លាក់មួយបញ្ជាក់ថា 100% ហើយយើងអាចទិញសំបុត្រជិះហោះទៅអាមេរិកសូម្បីតែយើងសម្ភាសជាប់ក៏ស្ថានទូតនៅក្នុងកណ្ដាលគេហ្នឹងគេមិនអោយយើងទាំងបោះបង់ចោលការងារផងគេមិនអោយទាំងយើងលក់ទ្រព្យសម្បត្តិផងគេឲ្យយើងនៅធ្វើអីធ្វើដដែលលុះត្រាតែបាន visa នៅក្នុងដៃទើបយើងពិតជាមានសង្ឃឹមថាយើងមកហើយពិតជាបានហើយយើងជោគជ័យហើយបាទយើងជោគជ័យហើយយើងអាចមកអាមេរិកបានហើយប៉ុន្តែបើបាត់ឯកសារសមីដែលខ្ញុំនិយាយនោះអ្នកទាំងអស់នេះនឹងមានបញ្ហាត្រូវចាំថាសមីនោះសំខាន់ណាស់កុំឲ្យវាសើមរហែកដាច់ដោយថែវាឲ្យល្អរកទិញជាដាក់កាបូបដាក់មួយម៉េចក៏បានដែរឲ្យតែអ្នកទាំងអស់នេះគិតថាដាក់ហើយវាមាំវាគង់
មិនប៉ះពាល់របស់យើងហ្នឹងហើយថ្ងៃឡើងយន្តហោះក៏ដូចគ្នាដែរគឺខ្ញុំយកវាជាប្រភេទ carry on តាមខ្លួនបាទខ្ញុំដាក់នៅក្នុងកាបូបអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាអ្នកថ្មីក៏ដូចជាអ្នកត្រៀមមកអាមេរិកអាចទទួលបានជាចំណេះដឹងពេញលេញក៏ដូចជាបើសិនជាខ្វះខាតខ្ញុំនិយាយមិនក្បោះក្បាយឬក៏មិនអស់ត្រង់ណាក៏សូមអធិស្ឋានផងបាទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចាប់បាននិងយល់ពីអ្វីដែលត្រូវធ្វើបន្តទៀតហើយបើសិនជាមានចម្ងល់អីអាចសួរបានខ្ញុំចង់បញ្ជាក់ដែរថាខ្ញុំមិនមែនជាអ្នកជំនាញក្នុងការរត់ឯកសារឬក៏ធ្វើការផ្នែករត់ការឯកសារអីទេប៉ុន្តែខ្ញុំនិយាយទៅលើអ្វីដែលខ្ញុំបានឆ្លងកាត់ហើយក៏ចង់ចែករំលែកពីព្រោះវានៅដក់នៅក្នុងអារម្មណ៍របស់ខ្ញុំនៅឡើយពីថ្ងៃដែលខ្ញុំបានទទួលវីសាក៏ដូចជាជាប់ឆ្នោតរត់ឯកសារអីអស់នឹងទិញសំបុត្រយន្តហោះឡើងដល់អាមេរិកសូម្បីតែពេលនេះក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាវានៅតែថ្មីវាហាក់បីដូចជាសុបិនមួយដែលមិនតាន់នឹងរសាត់ចេញពីអារម្មណ៍ខ្លួនឯងខ្ញុំនៅតែគិតថាទើបនឹងថ្ងៃមុនខ្ញុំរត់ឯកសារទើបនឹងថ្ងៃមុនខ្ញុំនៅស្រុកខ្មែរសោះតែពេលនេះហេតុអ្វីបានជាប្រែប្រួលលឿនយ៉ាងនេះបាទរឿងអស់ទាំងនឹងសម្រាប់ខ្ញុំវានៅតែថ្មីវាអត់តាន់រំលងផុតទៅឆ្ងាយពីខ្ញុំនៅឡើយទេបាទដោយសារតែវាជារឿងមួយដែលនឹកស្មានមកដល់ថាខ្ញុំបានមកដល់សហរដ្ឋអាមេរិកដោយជាប់ឆ្នោតមិនថាដោយស្អីទេគឺខ្ញុំមិនដែលនឹកស្មានថាខ្ញុំមានឱកាសអាចមកដល់អាមេរិកបានពិតជាចង់ណាស់ចង់មកណាស់ប៉ុន្តែមិនដឹងថាមកតាមវិធីណាហើយក៏គ្មានលទ្ធភាពនឹងដាក់ពាក្យតាមក្រុមហ៊ុនអីដែរព្រោះវាអស់លុយច្រើនអញ្ចឹងនឹងហើយអ្នកទាំងអស់គ្នាស្ដាប់ទៅឲ្យទទួលបានប៉ុណ្ណាក៏ប៉ុណ្្នឹងចុះហើយកុំប្រកែប្រកាន់អីបើសិនជាខ្ញុំនិយាយខុសទាស់ត្រង់ណាលើសលួសពាក្យសម្ដីកន្លែងណាអញ្ចឹងកុំភ្លេចជួយ Subscribe ឬក៏ Share ចែករំលែកទៅដល់សាច់ញាតិបងប្អូនមិត្តភ័ក្តិណាដែលកំពុងតែត្រៀមខ្លួនមកអាមេរិកឬក៏កំពុងតែចាលនៅកន្លែងណាមួយដែលតាក់ទៅក៏ប៉ះវីដេអូខ្ញុំនិយាយពីហ្នឹងក៏ចែករំលែកទៅបន្តឲ្យគាត់ដឹងផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតអ្នកទាំងអស់គ្នាបាយបាយ